តពីបងប្អូនបានស្ដាប់សំឡេងដ៏ស្រួយស្រេះនេះហើយឥឡូវនេះយើងមកមើលមុខម្ហូបម៉ឺនុយថ្មីរបស់យើងទាំងអស់គ្នានិយាយរួមទៅមករយៈនេះចេញម្ហូបអឺរ៉ុបរៀងច្រើនបន្តិចដោយសារតែមានបងប្អូនគាត់ comment ផងឆាតផងគាត់ថាបងឯងជួយចេញម្ហូបបែបអឺរ៉ុបអីច្រើនតិចមកគាត់ថាគាត់ធ្វើតាមខ្ញុំទៅឆ្ងាញ់អីចឹងណាហើយយើងឮចឹងទៅយើងសប្បាយចិត្តដែរនិយាយទៅថាចឹងទៅមករយៈនេះចេញម្ហូបអឺរ៉ុបអីច្រើនបន្តិចប៉ុន្តែតិចទៀតនឹងម្ហូបខ្មែរវិញហើយពួកអីញ៉ាំម្ហូបអឺរ៉ុបថ្ងៃពេកទៅរៀងតលន់ដែរហ្នឹងហើយបងប្អូននិយាយត្រង់ចាហើយមុខម្ហូបមួយមុខនេះដំបូងហ្នឹងគឺយើងច្រាមខ្ទឹមសខ្ទឹមក្រហមខ្ទឹមប្រាំងអីហ្នឹងចាយកមកលីងឲ្យឡើងឈ្ងុយមកគាត់ឈ្ងុយបានណាបងប្អូនបាច់ក្រៀមទេចានៅពេលដែលគ្រឿងយើងឈ្ងុយហើយគឺយើងដាក់សាច់គោចូលសាច់គោច្រាំចាច្រាំឲ្យម៉ត់មកយើងដាក់ចូលហើយយើងលីងសាច់គោនឹងឲ្យឆ្អិនទៀតមកនៅពេលដែលសាច់គោឆ្អិនហើយចាគឺខ្ញុំមានបន្លែខ្ញុំគឺមានសណ្តែកសណ្តែកមូលហ្នឹងគេហៅសណ្តែកហោះឡើងតាវហ្នឹងបងប្អូនមានសណ្តែកមានការ៉ុតហើយខ្ញុំដាក់គ្រឿងទេសចាមានរ៉ូស្មេរីមានអីគេហៅអីគេអរីកាណូអីមិនគេណូបងប្អូនអាហ្នឹងខ្ញុំមិនសូវស្គាល់ទេហ្នឹងហើយខ្ញុំអត់សូវប្រើហើយអំបិលបន្តិចហ្នឹងហើយអំបិលបន្តិចហើយម្សៅស៊ុបមាន់បន្តិចចឹងទៅខ្នុររ៉ូឌីយើងហ្នឹងចាតែខ្ញុំប្រើម្សៅស៊ុបរសជាតិគោពួកអីយើងប្រើសាច់គោចាហើយយើងដាក់ទឹកបន្តិចទៅដើម្បីរំងាស់សាច់គោហ្នឹងឲ្យឡើងឆ្អិនល្អឡើងចូលជាតិគ្នាចឹងណាហើយចំណែកដំឡូងនេះគឺយើងចិតសបកវាហើយយើងលាងទឹកលាងអីយើងពុះវាជាដុំចឹងមកយើងយកវាទៅស្ងោរហើយស្ងោរហ្នឹងគឺយើងដាក់អំបិលមកចិបទៅស្ងោរមកសន្ទុះដំឡូងឆ្អិនយើងស្រង់ដំឡូងហ្នឹងទុកម្លាយសិនបន្ទាប់មកទៀតគឺខ្ញុំមានប៉ែនសម្រាប់កិនដំឡូងកិនម្សៅកិនអីអញ្ចឹងណាចាបងប្អូនប្រកាសសួរខ្ញុំទៀតហើយបងឯងទិញនៅណាទិញនៅផ្សារគេលក់ចានឆ្នាំងយកដឹងនៅស្រុកខ្មែរទិញណាបងប្អូននេះបានខ្ញុំប្រើហ្នឹងគឺខ្ញុំទិញនៅប្រទេសស្វីសចាអញ្ចឹងដំឡូងមិញហ្នឹងយើងកិនវាហើយហ្នឹងគឺខ្ញុំលាងមួយទឹកដោះគោចាប៊ឺសាបម្ដុំទូចទៅអំបិលបន្តិចម្រេចបន្តិចទៅភ្លក់មកល្មមឆ្ងាញ់មកចាបន្ទាប់មកគឺខ្ញុំច្រកទៅក្នុងថង់ស្រាប់យើងដាក់នំហ្នឹងហើយយើងច្រកក្នុងថង់ហ្នឹងទៅដើម្បីយើងងាយស្រួលយកទៅត្រៀបចាប៉ុណ្ណឹងមកយើងទុកម្លាយសិនឥឡូវយើងទៅមើលសាច់ចាមើលគ្រឿងស្នូលរបស់យើងអត់តន់រីងទឹកទេអញ្ចឹងយើងរំងាស់រហូតតតែរីងទឹកអស់ឲ្យស្ងួតបែបនេះមកគឺបានហើយចាស្ងួតប៉ុណ្ណឹងមកគឺយើងចាប់ផ្ដើមយកទៅចាក់ចូលទៅក្នុងថាសមួយស្រាប់ដុតយើងចាក់ចូលទៅក្នុងថាសចឹងហើយយើងសកត់សាច់គោហ្នឹងឲ្យហាប់ណែនមកបន្ទាប់ពីយើងសកត់សាច់គោហាប់ណែនហើយគឺយើងចំបាច់ដំឡូងដែលយើងបានត្រៀមមិញហ្នឹងចាចំបាច់ដាក់វាអញ្ចឹងមកហើយបើសិនជាបងប្អូនអត់ចង់ឲ្យខូចរូបរាងទ្រង់ទ្រាយអញ្ចឹងបងប្អូនមិនបាច់ចាំសកត់ដូចខ្ញុំទៀតទេពួកអីតិចទៀតហ្នឹងគឺខ្ញុំយកស្អីមកវែកវាឲ្យហាប់ណែនជាងហ្នឹងទៀតចាបើសិនជាបងប្អូនចង់បានរាងដូចមិញបងប្អូនដាក់រាងមិញទៅខ្ញុំទៅជាយកសោមយកអីមកឆ្កឹះមកឆ្កូតចឹងណាហើយយើងរោយឈីពីលើឈីហ្នឹងបងប្អូនប្រើឈីអីក៏បានដែរចារោយពីលើតិចចឹងមកយើងយកទៅដុតប្រហែលកន្លះម៉ោងជាងដែរបងប្អូនដុតរហូតតតែម្ហូបរបស់យើងហ្នឹងវាឡើងក្រហមកន្លែងឈីហ្នឹងចាឡើងក្រហមបែបហ្នឹងមកឲ្យបងប្អូនកុំភ្លេចរោយជាមួយនឹងជីអឺរ៉ុបយើងហាន់វាអាហ្នឹងនៅគេហៅបាសិលនេះបងប្អូនលឺស្រួយស្រោកដូចស្បែកជ្រូកខ្វៃចឹងប៉ុណ្ណឹងមកយើងអាចញ៉ាំបានហើយនិយាយរួមទៅយើងមើលអញ្ចេះឃើញអត់សូវច្រើនទេតែម្ដុំហ្នឹងឆ្អែតសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំអត់អស់ម្ដុំហ្នឹងផងពួកអីយើងញ៉ាំម្ហូបអញ្ចឹងអត់សូវបានច្រើនតែមានអីបងប្អូនញ៉ាំអញ្ចឹងទៅរៀងស្រកគីឡូដែលថាមានប្រូតេអ៊ីនច្រើនចាសម្រាប់បងប្អូនដែលគាត់ចង់ស្រកគីឡូគឺគាត់អាចញ៉ាំបានណាពួកអីមុខម្ហូបអឺរ៉ុបគឺយើងអត់មានប្រើស្ករមានប្រើអីទេចាហើយយើងញ៉ាំទៅប៉ុន្តែយើងបន្ថយដលងណាកុំញ៉ាំដលងច្រើនពេកញ៉ាំតែសាច់ស្នូលហ្នឹងទៅចាចឹងបើសិនជាបងប្អូនពេញចិត្តកុំភ្លេច share ម្នាក់មួយផងណាអរគុណច្រើនចាជម្រាបលា